បាទសូមគោរពជំរាបសួរបងប្អូនជនរួមជាតិទាំងក្នុងប្រទេសនិងក្រៅប្រទេសបាទថ្ងៃនេះខ្ញុំបាទគ្រូឡុងហុងស៊ុយសូមជូនការធ្វើទំនាយទូទាយជូនពីស្ថានភាពទូទៅក៏ដូចជាទូទាយជូនប្រព័ន្ធធាតុដល់បងប្អូនទាំងអស់គ្នាតាមតម្រាក្បួនចិនប្រចាំឆ្នាំមមីបាទអញ្ចឹងคลิปវីដេអូមួយនេះមានន័យថារាល់ពេលមួយឆ្នាំខ្ញុំនឹងលើកយកការធ្វើទំនាយនេះជូនមួយដងបាទអញ្ចឹងនេះគឺជាការទូទាយពីស្ថានភាពទូទៅនៅលើចក្រវាឡយើងនេះប្រចាំឆ្នាំមមី2026បាទនៅក្នុងឆ្នាំមមីតាមតម្រាក្បួនចិនគឺនឹងត្រូវចូលមកដល់នៅក្នុងខែ2ដែលជាខែកុម្ភៈនេះបាទហើយពេលវេលាដែលចូលមកនេះគឺចាប់ពីម៉ោង3 2នាទីថ្ងៃទី4ខែកុម្ភៈឆ្នាំ2026ចូលមកដល់នេះគឺមានន័យថាចូលដល់ឆ្នាំមមីតាមតម្រាក្បួនចិនបុរាណបាទអញ្ចឹងពេលដែលថ្ងៃទី4ខែកុម្ភៈចូលមកវឹបការទូទាយតាមតម្រាក្បួនមិនថាតាមប្រព័ន្ធតារាសាស្ត្រក៏ផ្លាស់ប្ដូរនៅវេលាហ្នឹងថ្ងៃហ្នឹងដូចគ្នានៅក្នុងថ្ងៃទី4នេះគឺជាពេលវេលារបស់ផ្កាយធាតុទឹកលេខ1ចូលចំកណ្ដាលផ្ទះបាទថ្ងៃទី4ហ្នឹងបងប្អូនអ្នកដែលរៀនវិជ្ជា Facing អ្នកដែលរៀនក្បួនតារាសាស្ត្របាទអាផ្កាយហោះផ្កាយហើរហ្នឹងបងប្អូនអញ្ចឹងបងប្អូនដេញទៅគឺថ្ងៃទី4ហ្នឹងគឺមានផ្កាយលេខ1ដែលជាផ្កាយធាតុទឹកហ្នឹងធ្លាក់ចំកណ្ដាលផ្ទះហើយមានន័យថាជាពេលវេលារបស់ផ្កាយលេខ1ចូលមកគ្រប់គ្រងចក្រវាឡជាប្រធានសោយរាជតែម្ដងនៅក្នុងថ្ងៃទី4ខែកុម្ភៈវេលានៅក្នុងម៉ោង3 2នាទីមានន័យថាចិត្តភ្លឺបងប្អូនណាចិត្តភ្លឺម៉ោង3 2នាទីជាផ្កាយធាតុទឹកលេខ1ចូលមកដល់ហើយតាមក្បួនតារាសាស្ត្រនេះបើសិនជាកូនសិស្សទូទៅដែលគាត់ត្រូវការជោគលាភគាត់នឹងត្រូវប្រើគេហៅថាវត្ថុមង្គលទាំង9យ៉ាងតែម្ដងវត្ថុមង្គលទាំង9យ៉ាងគឺត្រូវយកទៅដាក់តាំងមិនថាបន្ទប់គេងឬមួយក៏បន្ទប់ធ្វើការឬមួយក៏គេហដ្ឋានផ្ទះឬក៏ហាងទេអញ្ចឹងនៅក្នុងថ្ងៃទី4ខែកុម្ភៈនេះគឺជាពេលវេលាមួយត្រូវតាំងវត្ថុមង្គលបាទចាប់ជោគលាភនិងបថយគ្រោះទាំងឡាយបន្ថែមលាភសំណាងជូនមកដល់អ្នកផ្ទះយើងគ្រប់គ្នានៅក្នុងថ្ងៃទី4ខែកុម្ភៈបាទប៉ុន្តែដោយកូនសិស្សទូទៅខ្ញុំតែងតែជម្រាបជូនកូនសិស្សទាំងឡាយហ្នឹងឲ្យគាត់រៀបតាំងវត្ថុមង្គលរាល់ឆ្នាំហើយអញ្ចឹងវត្ថុមង្គលដែលមានហើយគឺយើងអត់យកទៅណាទេយើងត្រូវផ្លាស់ប្ដូរទីកន្លែងតាំងណាបងប្អូនណាផ្លាស់ប្ដូរទិសតាំងទិសនីមួយត្រូវតាំងអីខ្លះទិសណាតាំងអីទិសណាតាំងអីខ្ញុំនឹងមានថតជាคลิปវីដេអូជម្រាបជូនបងប្អូនគ្រប់ទិសហើយទិសណាគួរតាំងវត្ថុមង្គលអីណោះបងប្អូនណាបាទអញ្ចឹងនៅคลิปមួយទៀតខ្ញុំនឹងថតជូនដោយសារវីដេអូមួយនេះរៀងវាញបន្តិចដោយសារតែគឺជាទំនាយប្រចាំឆ្នាំបាទអញ្ចឹងផ្កាយធាតុទឹកលេខ1ចូលមកដល់នៅក្នុងឆ្នាំ2026ចំថ្ងៃទី4ខែកុម្ភៈនេះអញ្ចឹងវត្ថុមង្គលទាំងឡាយគឺត្រូវការចាប់ផ្ដើមផ្លាស់ប្ដូរហើយមានបងប្អូនខ្លះគឺជឿតាមណាណីណាប្ដូរវត្ថុមង្គលឲ្យអស់ហើយប៉ុន្តែធ្វើអញ្ចឹងខុសហើយអត់ត្រូវតាមក្បួនទេបាទក្បួនពិតប្រាកដ
គឺថ្ងៃទី4ហ្នឹងទើបជាពេលវេលាត្រូវផ្លាស់ប្ដូរវត្ថុមង្គលឬក៏តាំងបន្ថែមបាទនៅក្នុងឆ្នាំ2026ឆ្នាំមមីនេះគឺជាថ្ងៃចូលមកដល់គេហៅថាជាថ្ងៃរកាធាតុដីដកដែលចូលមកក្នុងថ្ងៃទី4ហ្នឹងនៅក្នុងខែកុម្ភៈដែលហៅថាខែខាលបាទហើយម៉ោងក៏ម៉ោងខាលបាទអញ្ចឹងនៅក្នុងថ្ងៃទី4ខែខាលដែលជាខែគេហៅថាខែធាតុឈើហ្នឹងណាបាទខាលហ្នឹងគឺជាធាតុឈើជាខាលតាមតម្រាក្បួនចិនគឺជាពេលវេលាខែដំបូងចូលមកដើម្បីបំពេញតួនាទីពេញមួយឆ្នាំអញ្ចឹងតាមក្បួនតម្រាចិនពិតប្រាកដនៅក្នុងខែ2ចាប់ពីថ្ងៃទី4នេះគឺជាខែខាលដែលគេចាប់ផ្ដើមយកជាខែទី1ខែដំបូងហេតុអីបានតែតាមតម្រាក្បួនចិនពិតប្រាកដគេយកខែខាលបាទហើយចំខែ2ហេតុអីបងប្អូននៅក្នុងតម្រាក្បួនពិតប្រាកដហ្មងតាមក្បួនហុងស៊ុយចិនណាគឺគេដឹងច្បាស់ពីធម្មជាតិគេយកពេលវេលាពីធម្មជាតិនឹងយកមកចាប់ផ្ដើមមករាប់នៅក្នុងថ្ងៃទី4ខែ2នេះតាមក្បួនចិនគេហៅថាជាថ្ងៃលិចឈុននេះគឺជាពេលវេលាចាប់ផ្ដើមដំបូងបំផុតប្រចាំឆ្នាំគឺជាពេលវេលាមួយឆ្នាំមានមួយថ្ងៃហ្នឹងចាប់ផ្ដើមចឹងធម្មជាតិទាំងអស់នឹងប្រែប្រួលចាប់ពីពេលថ្ងៃទី4ខែ2ហ្នឹងទៅបាទប្រទេសដែលធ្លាក់ទឹកកកគ្រប់ទីកន្លែងទាំងអស់នៅក្នុងថ្ងៃទី4ខែកុម្ភៈនេះគឺជាពេលវេលាទឹកកកចាប់ផ្ដើមរលាយហើយរុក្ខជាតិទាំងឡាយចាប់ផ្ដើមលូតជាពន្លកបែកជាមេឃចេញជាផ្កាអញ្ចឹងថ្ងៃទី4នេះគឺជាពេលវេលារបស់រុក្ខជាតិមិនថារុក្ខជាតិតូចគ្រប់បែបយ៉ាងនៅក្រុមទឹកកកអីទេពេលហ្នឹងគឺវាចាប់ផ្ដើមមានពន្លកដុះជាមេឃចេញជាផ្ការីកស្រស់បំប្រងឡើងចាប់ពីថ្ងៃទី4ហ្នឹងមកអញ្ចឹងក្បួនហុងស៊ុយចិនហ្នឹងគឺគេចាប់ផ្ដើមពេលវេលាល្អហ្នឹងគឺគេត្រូវការធម្មជាតិដែលគេដឹងថាធម្មជាតិក៏ចាប់ផ្ដើមបើកដំណើរការនៅពេលហ្នឹងដែរបាទចិត្តធម្មជាតិទាំងឡាយមិនថាស្មៅមិនថាវល្លិមិនថាដើមឈើទូធំទេចាប់ផ្ដើមលាស់ត្រួយចេញផ្កាហើយអញ្ចឹងធម្មជាតិវានឹងវិវត្តចាប់ផ្ដើមរាប់ទៅមុខបាទក្នុងឆ្នាំដំបូងចាប់ផ្ដើមរាប់ឡើងទៅហើយនឹងក្បួនចិនគឺគេគិតតាមធម្មជាតិអញ្ចឹងទិសខាងកើតគឺជាទិសរបស់ព្រះសូរិយារះបញ្ចេញកាំរស្មីដើម្បីមកបំភ្លឺលើផែនភស្តុភារនាំឲ្យធាតុអាកាសទាំងឡាយណារលាយនៅតកកចេញអស់ទៅកើតជាកម្ដៅរៀងក្ដៅអ៊ុនចេញមកមានពលឺកាំរស្មីដែលជាពន្លឺដ៏ល្អខ្លាំងមែនទែនប្រចាំឆ្នាំអញ្ចឹងហើយទើបខ្ញុំក៏ណែនាំឲ្យបងប្អូនទាំងអស់ហ្នឹងអ្នកដែលចង់ត្រូវគេហៅថាមានកម្លាំងមានថាមពលខ្លាំងហ្នឹងគឺត្រូវការឲ្យចេញមកហាលសម្ដិលយកស្រូបយកពលឺព្រះអាទិត្យនៅព្រឹកថ្ងៃទី4ខែកុម្ភៈមិនត្រឹមតែបដោះសំបីតែរបស់ប្រើប្រាស់នៅក្នុងបន្ទប់គេយើងមានកទៀលមុងភួយតណាត់កដបខ្នើយបាទឬមួយក៏ស្អីជារបស់ដែលនៅក្នុងបន្ទប់គេដែលយើងប្រើបាទត្រូវការយកមកហាលឲ្យស្រូបយកពលឺថាមពលព្រះអាទិត្យបាទហើយដោយសារតែថ្ងៃនោះគឺជាថ្ងៃរកាខែខាលឆ្នាំមមីហើយក៏ម៉ោងខាលទៀតផងថ្ងៃនោះដែរគឺជាថ្ងៃធាតុដីដកចូលមកដល់បាទអញ្ចឹងយើងបើសិនជាបានដឹងថា
ត្រូវធ្វើយ៉ាងម៉េចឲ្យហេងខ្លាំងប្រចាំឆ្នាំហ្នឹងនៅក្នុងឆ្នាំ2026ចំឆ្នាំខាលនេះគឺមានលេខសំណាងប្រចាំឆ្នាំគ្រប់បុគ្គលទាំងអស់គ្រប់ផ្ទះទាំងអស់ត្រូវប្រើលេខសំណាង147ក៏ដូចបងប្អូនកំពុងតែមើលคลิปវីដេអូមួយនេះបើបងប្អូនចង់ហេងពេញមួយឆ្នាំហ្នឹងគ្រាន់តែសរសេរលេខ147ហើយ share ចេញទៅបងប្អូនក៏ទទួលបានថាមពលហេងប្រចាំឆ្នាំ2026នឹងដែរបាទលេខប្រចាំឆ្នាំណា147ហេតុអីមាន147ដោយសារតែឆ្នាំ2026នេះផ្កាយលេខ1ចូលមកអញ្ចឹងលេខ147គឺជាលេខសំណាងលើចក្រវាលនឹងសំបីតែជាយន្តដែលហេងខ្លាំងយន្តដែលល្អខ្លាំងក៏មានបង្កប់លេខ147នៅក្នុងយន្តនឹងដែរបាទអូខេអញ្ចឹងទំនាយទាយជូនបើសិនជាចំថ្ងៃរកាធៀបឈើដកចូលមកដល់នេះតើដួងរាសីបងប្អូនទាំងឡាយឬមួយក៏អ្នកដែលកើតចំថ្ងៃហ្នឹងរាសីបែបម៉េចបាទធៀបពិតទៅថ្ងៃទី4ខែកុម្ភៈនេះបើសិនជាមានកូនក្មេងកូនងាដែលគាត់ប្រសូតឬក៏កើតចំម៉ោង3ជាងហ្នឹងណាបាទម៉ោង3 2នាទីម៉ោង3ជាងម៉ោង4ម៉ោង4កន្លះអីនេះបើកើតចំពេលវេលាហ្នឹងមានន័យថាដួងរាសីកូនហ្នឹងគឺទុនខ្សោយចឹងធាតុដីទុនខ្សោយគាត់នឹងត្រូវការធាតុភ្លើងត្រូវការធាតុឈើព្រមទាំងត្រូវការធាតុដីកូនង៉ែតកើតនៅវេលាហ្នឹងថ្ងៃហ្នឹងដំណើរជីវិតរបស់គាត់ធំឡើងនឹងคล้ายទៅជាមហាសេដ្ឋីហើយคล้ายទៅជាអ្នកដឹកនាំមានកិត្តិយសល្បីល្បាញខ្លាំងតែម្ដងប៉ុន្តែក៏មានកូនខ្លះកើតចំថ្ងៃនឹងដូចគ្នាតែម៉ោងខុសគ្នាអាចប្រែទៅជាដួងធាតុដីដែរតែដីរឹងមាំបើដួងរាសីរឹងមាំអញ្ចឹងកូននោះធំឡើងនឹងជួបគ្រោះថ្នាក់នឹងយអូនដាក់រាសីមិនល្អអាចមានទោសក្តីក្តាំងប្រព្រឹត្តនៅមុខរបរមិនស្របនឹងច្បាប់ដួងរាសីបុគ្គលធាតុដីទុនខ្សែរឹងមាំនៅវេលាថ្ងៃនឹងដូចគ្នាតែគ្រាន់ខុសម៉ោងណាបាទនឹងអាចคล้ายទៅជាមនុស្សដែលគេហៅថាខ្សោយបញ្ញារៀនសូត្របានតិចហើយនឹងមានដួងจิตาរាសីលេខដាក់ក្រมันអាចជាអ្នកមានទេបាទអញ្ចឹងថ្ងៃដូចគ្នាគ្រាន់តែម៉ោងខុសគ្នាណាបងប្អូនបាទអូខេចុះបើយើងដែលមានវ័យវឌ្ឍនាការដំណើរជីវិតវ័យចររួចទៅហើយនេះតើបុគ្គលដែលគាត់ត្រូវនឹងធៀបអីខ្លះដែលនឹងមានដួងจิตาរិស័យល្អហើយបុគ្គលដែលមានធៀបអីខ្លះដែលមានដួងរិសាដួងจิตาរិស័យមិនល្អបាទអញ្ចឹងធៀបដីដូចគ្នាបើឧទាហរណ៍ថាមានបងប្អូនទាំងឡាយណាគាត់មានធាតុត្រូវជាមួយទី1ធាតុដីទី2ធាតុភ្លើងទី3ធាតុឈើបើសិនជាបងប្អូនទាំងឡាយណាមានដួងจิตาរិស័យត្រូវទាំង3ធាតុហ្នឹងនៅក្នុងឆ្នាំ2026ដែលជាឆ្នាំមមីនេះជើងលេខកំណត់មកថាគាត់នឹងត្រូវคล้ายទៅជាបុគ្គលមួយដ៏អស្ចារ្យសល់លុយច្រើនមានឋានៈកិត្តិយសល្បីល្បាញបាទនិយាយរួមគឺបុគ្គលនោះលេខឡើងคล้ายទៅជាអ្នកមានលុយដ៏មហាសាលនៅក្នុងឆ្នាំ2026ដែលជាឆ្នាំមមីហ្នឹង
bà mình tha pro rư có srei tì bà chăm ở cho bà ná nét đại miền đi xây thả bữa thiệt đây thiệt phơn nâng thiệt trừ trường lệch nâng miên bàn khănในក្នុងឆ្នាំ2021ដែលជាឆ្នាំធៀបភ្លើងមមីនឹងបាទហ្នឹងបរិស័យយើងត្រូវជាមួយនឹងធៀបដីធៀបភ្លើងនិងធៀបឈើអាហ្នឹងគឺជាបុគ្គលដែលមានដួងរាសីទុនខ្សោយចុះបើគាត់ជាធៀបដីដែរតែស្រាប់តែដួងគាត់ហ្នឹងទៅជារឹងមាំអញ្ចឹងនាំឲ្យដួងจิตរិស័យគាត់គឺចូលចិត្តធៀបមាសនិងធៀបទឹកបាទត្រូវការធៀបមាសនិងធៀបទឹកបើជនទាំងឡាយណាដែលមានរាសីរឹងមាំឬមួយដួងរាសីហ្នឹងបែរជាត្រូវការតែពីរធៀបគឺត្រូវការធៀបទឹកហើយនឹងត្រូវការធៀបមាសជើងលេខទំនាយទាយថានៅក្នុងឆ្នាំ2026ដែលជាឆ្នាំមមីនេះគាត់នឹងមានសួយខ្លាំងពាក់ព័ន្ធជាមួយទៅលើអាជីពមុខរបររស់ស៊ីមិនត្រឹមត្រូវបំពានផ្លូវច្បាប់ជាបុគ្គលបោកប្រាស់ជាបុគ្គលកុហកជាបុគ្គលដែលមានគំនិតមិនល្អហើយសាងអាជីវកម្មឬមួយក៏ការងារគ្រប់បែបយ៉ាងហ្នឹងនឹងនាំឲ្យបុគ្គលហ្នឹងទៅចូលក្នុងរឿងក្តីក្តាំងបាទមានទោសអាចបុគ្គលខ្លះជាប់គុកជាប់ច្បាប់អីក៏មានដែរបាទអាហ្នឹងបើរាសីបុគ្គលហ្នឹងត្រូវការធាតុមាសនិងត្រូវការធាតុទឹកជើងលេខកំណត់មកថានឹងសួយខ្លាំងបាត់បង់ទ្រព្យសម្បត្តិហើយមានក្តីខ្លាំងរហូតជាប់ពន្ធនាគារអីចឹងទៅមិនត្រឹមតែប៉ុណ្ណោះបើកិច្ចផុតពីក្តីក្តាំងជាប់ពន្ធនាគារជើងលេខគាត់នឹងត្រូវគ្រោះថ្នាក់ធ្វើឲ្យដាច់សាច់បាក់ស្អឹងចេញឈាមនិយាយរួមជួបនឹងគ្រោះឧបហេតុផ្សេងដោយចៃដន្យនៅក្នុងឆ្នាំមមី2026ហ្នឹងបាទអញ្ចឹងជើងលេខ2ចែកដាច់ប្រព័ន្ធធាតុហ្នឹងណាបុគ្គលខ្លះត្រូវការធាតុទឹកនិងត្រូវការធាតុមាសហ្នឹងជើងលេខថាសួយនិយាយរួមគឺសួយរលេខដាក់គ្មាននៅក្នុងឆ្នាំ2026ប៉ុន្តែបើមានបុគ្គលផ្សេងទៀតដែលមានដួងជតាត្រូវជាមួយនឹងធាតុដីត្រូវជាមួយនឹងធាតុឈើត្រូវជាមួយធាតុភ្លើងនោះដួងរាសីបុគ្គលទាំងនោះនឹងហេងខ្លាំងបាទហើយបើយើងទូទាយមើលតាមតម្រាក្បួននៅក្នុងថ្ងៃទី4ខែកុម្ភៈនេះចំថ្ងៃរកាធាតុដីដកហើយម៉ោងចំម៉ោងខាលព្រមទាំងខែខាលហើយរាសីមកជាធាតុមាសដកធាតុមាសបោកព្រមទាំងឆ្នាំមមីធាតុភ្លើងបោកអញ្ចឹងនាំឲ្យបុគ្គលជាទូទៅអ្នកដែលមានរាសីឡើងហ្នឹងមានដូចជាបុគ្គលឆ្នាំចបុគ្គលឆ្នាំខាលបុគ្គលឆ្នាំមមេព្រមទាំងបុគ្គលឆ្នាំរូងបាទ4ហ្នឹងរាសីឡើងបើទំនាយប្រចាំឆ្នាំប៉ុន្តែវាអាស្រ័យទៅលើប្រព័ន្ធធាតុទៀតណាប្រព័ន្ធធាតុហ្នឹងតើធាតុគាត់ត្រូវមួយធាតុដីធាតុឈើនិងធាតុភ្លើងដែរឬទេបើត្រូវគឺមានមហាសាលតែបើអត់ត្រូវទេមានន័យថានឹងជួបឧបហេតុគ្រប់បែបយ៉ាងហើយក៏ទទួលបានលៀបសក្ការៈជាក្រោយដែរបាទដោយសារតែថ្ងៃរកាធាតុដីដកនៅក្នុងឆ្នាំមមីនេះជើងលេខដួងជាធាតុដីទុនខ្សោយចឹងធាតុមាសគឺជាធាតុនាំទោសធាតុទឹកគឺជាធាតុនាំទុក្ខបាទនៅក្នុងក្បួនណាបងប្អូនបើយើងមើលជាទូទៅសម្រាប់ប្រទេសយើងទាំងមូលប្រទេសយើងគឺជាប្រទេសមួយដែលមានលេខប្រចាំប្រទេសតាមក្បួនដប្រាហុងស៊ុយហ្នឹងណាគឺមានលេខ3បាទប្រទេសយើងលេខ3បងប្អូនណាបាទអញ្ចឹងបងប្អូនណាខ្លះរៀនជាហុងស៊ុយតែអត់ដឹងថាប្រទេសខ្មែរនៅក្នុងស៊ូនលេខប្រមាណ
លេខនាំសំណាងឬក៏លេខដែលនាំទុកនាំទូនិយាយរួមលេខហ្នឹងគឺលេខ3ហើយបើនៅតាមក្បួនតារាសាស្ត្របងប្អូនបានជ្រាបហើយថាលេខទាំងអស់បាទមានលេខ3លេខ7លេខ2លេខ5គឺជាលេខអត់ល្អលេខដែលល្អមានលេខ8លេខ6លេខ9ព្រមទាំងលេខ4ទើបជាលេខល្អតែអកុសលប្រទេសយើងគឺនៅចំ0លេខ3អញ្ចឹងអា0លេខ3ហ្នឹងអត់មានអ្នកណាមួយអ្នកកំណត់ឲ្យទេគឺប្រទេសយើងហ្នឹងវានៅចំ0លេខ3ហ្នឹងអញ្ចឹង0លេខ3នេះបើយើងមើលទៅតាមតម្រាក្បួនហុងស៊ុយមានន័យថាជាលេខចំនួនបាទបងប្អូនអ្នករៀនជាហុងស៊ុយប្រកាសជាបានជ្រាបហើយលេខ3គឺជាលេខចំនួនលេខប្រកួតប្រជែងលេខដដើមលេខដែលមានបញ្ហាឆ្លោះទាស់ទាញហ្នឹងបាទប៉ុន្តែបើយើងសង្កេតមើលពីសម័យដើមដឹងក្តីមកដល់បច្ចុប្បន្នឃើញថាប្រទេសយើងវាជាលេខ3ហ្នឹងវាត្រូវគ្នានឹងក្បួននឹងដែរព្រោះក្បួនវាទាយថាជាលេខចំនួនជាលេខដែលឆ្លោះទាស់ទាញហើយចំណែនព្រមទាំងដដើមបាទចឹងហេតុសភាពការនៅស្រុកខ្មែរយើងហ្នឹងតាំងពីដើមមកគឺចំនួនគ្រប់បែបយ៉ាងដែលយើងទទួលបានចឹងទៅអត់មានពេលណាត្រាក់ស្រានទីល្អបានត្រឹម20ឆ្នាំតែ20ឆ្នាំក្រោយវានឹងផ្លាស់ប្ដូរទៅជាបែបណាវិញតាមផ្កាយដែលចូលមកបាទដោយសារតែចំនួននៅប្រទេសខ្មែរយើងដូចជាសង្គ្រាមអីនេះវានឹងកើតឡើងបើសិនយើងលេខ3យើងខ្លាចជាងគេឆ្នាំណាមានផ្កាយលេខ2ឆ្នាំណាមានផ្កាយលេខ7ឆ្នាំណាមានផ្កាយលេខ5ចឹងលេខ5លេខ2លេខ7ប៉ះជាមួយយើងលេខ3នឹងនាំឲ្យកើតជាបញ្ហាមិនល្អជាក់ស្ដែងដូចឆ្នាំ2025យើងនេះឆ្លងចូល2026ប៉ុន្តែវានឹងត្រូវបញ្ចប់នៅក្នុងថ្ងៃទី4ខែកុម្ភៈនឹងហើយជាឆ្នាំមួយមានផ្កាយលេខ2ចូលមកបាទចាប់ផ្កាយលេខ2នេះប៉ះប្រទេសយើងលេខ3ចឹងវាកើតជាបញ្ហាបាទព្រោះជាផ្កាយអត់ល្អសម្រាប់ប្រទេសយើងនឹងបាទហើយក៏ជាផ្កាយជំងឺបាទផ្កាយជំងឺនេះបើយើងទូទាយពីឆ្នាំ2025បាទធ្លាយមកដល់2026ថ្ងៃទី4នេះមានន័យថាជាពេលវេលារបស់ឆ្នាំម្សាញ់មានផ្កាយលេខ2ឈរចូលអញ្ចឹងយើងក៏នៅមានកើតរោគបាទមានជំងឺធំចូលមកនៅក្នុងចក្រវាឡយើងហ្នឹងដូចឥឡូវថ្មីនេះមានជំងឺឆ្លងថ្មីចូលមកហ្នឹងគឺវានៅក្នុងឆ្នាំម្សាញ់នៅក្នុងឆ្នាំចាស់មកទេលុះត្រាចូលដល់ថ្ងៃទី4ទើបចប់ឆ្នាំចាស់ហ្នឹងអញ្ចឹងហេតុផលដែលឥឡូវនេះមានឮសូរថាមានជំងឺថ្មីចូលមកអីហ្នឹងគឺវាត្រូវជាមួយនឹងក្បួនតារាសាស្ត្រនឹងឯងបាទអូខេអញ្ចឹងបងប្អូនណាខ្លះដែលគាត់មិនទាន់បានជ្រាបមិនទាន់បានដឹងពាក់ព័ន្ធមួយឆ្នាំ2026ដែលជាឆ្នាំមមីចូលមកវឹបនៅក្នុងថ្ងៃទី4ខែកុម្ភៈនេះគឺជាថ្ងៃរកាប៉ះជាមួយនឹងខែខាលនៅក្នុងឆ្នាំមមីហើយម៉ោងខាលចឹងនាំឲ្យសកលលោកទាំងមូលនឹងទទួលរឿងផិតភ័យផ្នែកសេដ្ឋកិច្ចក៏ជួបបញ្ហាផ្នែកសុវត្ថិភាពបាទឬមួយក៏ជំងឺឆ្លងកើតឡើងហើយក៏មានសង្គ្រាមធំផ្ទុះឡើងបើពិតជាត្រូវតាមក្បួននៅក្នុងថ្ងៃទី4ខែកុម្ភៈហ្នឹងនឹងកើតជំងឺនឹងកើតសង្គ្រាមមួយធំអស្ចារ្យកើតផ្ទុះឡើងដូចគ្នាបាទមិនថាក្នុងប្រទេសយើងទេគឺនិយាយពីពិភពលោកទាំងមូលនឹងកើតរឿងគ្រោះធំគឺសង្គ្រាមដែលផ្ទុះឡើងធំនៅក្នុងថ្ងៃទី4ខែ2ហ្នឹងទី1បើសិនជាសង្គ្រាមមិនផ្ទុះធំក៏មានគ្រោះទូរភិក្សធំចូលមក
មិនថាព្យុះខ្សាច់ព្យុះខ្យល់ព្យុះទឹកឬក៏ព្យុះទឹកកកឬមួយក៏រញ្ជួយដីបន្ទុះភ្នំភ្លើងរលកយក្សសូនាមីគឺជាគ្រោះមួយគេហៅថាគ្រោះទូរភពដ៏ធំនឹងអាចកើតឡើងចាប់ពីថ្ងៃទី4ខែកុម្ភៈនឹងទៅនឹងកើតគ្រោះប្រចាំពិភពលោកនឹងធំគ្រោះដែលធំគួរឲ្យខ្លាចគឺសង្គ្រាមបាទសង្គ្រាមធំកើតឡើងបន្ទាប់មកក៏ខ្លាចនៅគ្រោះភ័យធំដូចជារញ្ជួយដីផ្ទុះភ្នំភ្លើងឬមួយក៏ព្យុះសូនីមីអីចឹងទៅនេះសូនីមីអីចឹងណាបងប្អូនបាទអញ្ចឹងទំនាយទូទាយសម្រាប់ឆ្នាំមមីនេះតាមតម្រាក្បួនចិនគឺនៅក្នុងឆ្នាំមួយទៀតដែលចូលមកផ្លាស់ប្ដូរបាទនៅក្នុងក្បួនចិនគឺឆ្នាំ1388នឹងតាមចិនណាបងប្អូនហើយបើឆ្នាំចាស់1387អញ្ចឹងនៅក្នុងថ្ងៃទី4ខែ2នេះគឺជាពេលវេលា1388ចូលមកដល់តាមតម្រាក្បួនចិនបាទអញ្ចឹងសម្រាប់បងប្អូនទាំងឡាយនរណាខ្លះដែលមានរាសីត្រូវជាមួយធាតុភ្លើងធាតុដីព្រមនឹងធាតុឈើគឺជារាសីលេខឡើងខ្លាំងនៅក្នុងឆ្នាំ2026ឆ្នាំមមីនឹងហើយបាទរីឯបងប្អូនទាំងឡាយណាដែលមានរាសីត្រូវជាមួយនឹងធាតុមាសនិងធាតុទឹកមានន័យថាសួយខ្លាំងនៅក្នុងឆ្នាំមមីនឹងហើយអញ្ចឹងធ្វើការប្រុងប្រយ័ត្នដោយខ្លួនឯងណាបងប្អូនណាបាទអញ្ចឹងនេះគឺជាទំនាយប្រចាំឆ្នាំដែលទូទាយដោយខ្ញុំបាទគ្រូឡុងហុងស៊ុយបើបងប្អូនទាំងឡាយមានសំណួរចង់សួរនាំអីក៏អាចឆាតតាម Telegram 011 337 327អូសូមបញ្ជាក់នៅក្នុងថ្ងៃទី4នេះកុំភ្លេចយករូបសេះមូលរូបសេះដែលមានទម្រង់មូលពណ៌ក្រហមយកមហាលពន្លឺស្រូបយកពន្លឺព្រះអាទិត្យព្រមទាំងបងប្អូនមួយចំនួនគាត់មានបតោងខ្សែកបដូរបង្វិលចក្រវាបងប្អូនបន្តោងខ្សែកបង្វិលចក្រវាបងប្អូនយកមកបង្វិល6ដងហើយហាលស្រូបយកពន្លឺនឹងដូចគ្នាបាទហើយបងប្អូនក៏គួរតែចេញមកស្រូបយកពន្លឺព្រះអាទិត្យនៅក្នុងថ្ងៃទី4វេលាពេលព្រឹកនឹងផងដែរបើតាមក្បួនចិនគឺគេផ្លាស់ប្ដូរនៅក្នុងម៉ោង3:02នាទីព្រឹកប៉ុន្តែពេលវេលានៅចិនហើយយើងខុស1ម៉ោងយើងគឺ4:02នាទីចឹងខុស1ម៉ោងណាលើសពី4:02នាទីទៅម៉ោង5ម៉ោង1ម៉ោង7ម៉ោង8ម៉ោង9ព្រឹកដល់ម៉ោង10ព្រឹកដល់ម៉ោង11ព្រឹកគឺយើងត្រូវបើចង់មានវត្ថុអីយកមហាស្រូបយកធម៌ពលប្រចាំឆ្នាំគឺចេញមហាលើមុខផ្ទះឲ្យត្រូវជាមួយពលឺថ្ងៃណាបងប្អូនណាអូខេអញ្ចឹងសង្ឃឹមថាបងប្អូនជួយ like ជួយ share វីដេអូនេះផងដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាទាំងជិតទាំងឆ្ងាយអរគុណច្រើនជូនពរបងប្អូនទាំងអស់គ្នាសូមឲ្យសុខសប្បាយពេញមួយឆ្នាំជម្រាបលា